នៅក្នុងបណ្ណាល័យ PLP ការអានសៀវភៅគឺមានពីរបែបអានបែប PDF គឺយើងអាចធ្វើការកំណត់ចំណាំនៅលើសៀវភៅនីមួយៗគឺអានជា e-book យើងអាចស្ដាប់សំឡេងរបស់សៀវភៅដែលមានអ្នកអានឲ្យយើងស្ដាប់បន្ទាប់មកយើងធ្វើការអានសៀវភៅជា PDF យើងអាចចុចទៅប៊ូតុងនៅខាងឆ្វេងយើងអាចបដូរទៅកាន់ទំព័រនីមួយផ្សេងៗបានយើងអាចចុចទៅកាន់ប៊ូតុងដើម្បីបដូរ page បាននៅសញ្ញាព្រួយទៀតយើងអាចអានសៀវភៅតាមរបៀបគូឬក៏យើងអានបែបប្រឈើឬក៏យើងអានចង់បែបផ្ដេកតាមចំណង់ចំណូលចិត្តរបស់សិស្សានុសិស្សនីមួយៗបន្ទាប់មកក្នុងអានជា PDF នោះដែរយើងអាចធ្វើការកំណត់ចំណាំទៅលើសៀវភៅដែលយើងអានកំពុងអាននឹងបានដូចជាការ highlight ទៅលើសៀវភៅយើងអាចបដូរពណ៌ highlight របស់យើងបានឬក៏កំណត់ភាពថ្លារបស់ highlight របស់យើងអាចទៅសេមតិយោបល់តែយើងចង់ highlight នឹងអំពីអ្វីយើងអាចទៅសេមតិយោបល់ចូលក្នុងបានហើយបន្ទាប់មួយទៀតយើងអាចសេបន្ថែមមតិយោបល់លើនឹងមួយទៀតបានយើងអាចកែប្រែមតិយោបល់របស់យើងឬក៏អក្ខរាវិរុទ្ធរបស់យើងក៏បានដែរទៅលើការបញ្ចេញមតិយោបល់ទៅលើការ highlight របស់យើងហ្នឹងបន្ទាប់មកយើងមានការកំណត់ចំណាំជាច្រើនដូចជាការឆោតទៅលើអក្សរការឆោតលើអក្សរក៏អាចបញ្ចេញមតិយោបល់លើនឹងបានដែរបន្ទាប់មកគឺការធ្វើរូបរាងជាការគូជាមានជាជ្រុងជាការ៉េជារង្វង់ទៅលើសៀវភៅដើម្បីកំណត់ចំណាំកន្លែងណាមួយយើងអាចបដូរពណ៌បំពេញបដូរពណ៌បន្ទាត់ឬចង់រចនាស៊ុំលើការកំណត់ចំណាំរបស់យើងបានហើយការគូរូបរាងនេះក៏យើងអាចជាបញ្ចេញមតិយោបល់ថាយើងគូរូបរាងនឹងអំពីអ្វីបានដែរបន្ទាប់មកយើងអាចស្វែងរកពាក្យដែលយើងនៅក្នុងសៀវភៅមួយហ្នឹងគឺយើងអាចបញ្ចូលស្វែងរកពេលបញ្ចូលស្វែងរកយើងអាចដឹងថាពាក្យហ្នឹងនៅទំព័រទីប៉ុន្មាននៅក្នុងប្រយោគណាអញ្ចឹងយើងងាយស្រួលក្នុងការស្វែងរកពាក្យនីមួយៗនៅក្នុងសៀវភៅបន្ទាប់មកយើងក៏មាននៅម៉ោងដើម្បីតាមដានសិស្សនៅពេលដែលអានសៀវភៅនៅពេលគាត់ចូលអានសៀវភៅម៉ោងចាប់ផ្ដើមពី0ទៅចឹងដល់ពេលគាត់អានទៅម៉ោងចិត្តដើរឡើងទៅចឹងនឹងថាគាត់អានសៀវភៅហ្នឹងគាត់ចំណាយពេលប្រមាណក្នុងការអានសៀវភៅហ្នឹងហើយម៉ោងយើងក៏មានភាពឆ្លាតអ្វីទៀតព្រោះពេលណាដែលសិស្សានុសិស្សទុកការអានចោលក្នុងរយៈពេល2នាទីអត់មានធ្វើអីសោះម៉ោងហ្នឹងឈប់រាប់ឲ្យគាត់ហើយម៉ោងហ្នឹងនឹងជាប់នៅមួយកន្លែងមួយទៀតឬក៏គាត់រុះ app អូសឬក៏អូស application យើងចោលហ្នឹងទៅឲ្យគាត់ទៅធ្វើអីផ្សេងម៉ោងយើងក៏អត់នៅបន្ថែមឲ្យគាត់ដែរម៉ោងក្នុងការផ្អាកក្នុងការរាប់នៅការអានរបស់គាត់អញ្ចឹងដើម្បីការពារកុំឲ្យគាត់មានការបោកប្រាស់ឬក៏មានការខ្លែងបន្លំនៅក្នុងចង់បានរយៈពេលការអានរបស់គាត់ហ្នឹងបន្ទាប់មកគឺជាការអានសៀវភៅជា e-book ពេលយើងចុចប៊ូតុងអានជា e-book យើងចាប់ផ្ដើមអានសៀវភៅជា e-book មកយើងចុចទៅប៊ូតុងបន្ទាប់ដើម្បីទៅភ័យបន្តកូនខ្លាឃ្មុំញីនូចូលចិត្តជិះកង់ឡើងភ្នំសំឡេងរបស់សៀវភៅភ្ជាប់ជាមួយនឹងការ highlight តាមពាក្យនីមួយៗរបស់សៀវភៅផងដែរយើងអាចចុចប៊ូតុងបន្ទាប់ដើម្បីទៅភ័យបន្តមានការប្រកួតប្រណាំងកង់ភ្នំសម្រាប់ក្មេងៗក្នុងតំបន់អញ្ចឹងអូឌីយ៉ូយើងអាចខាបានទៅវិនាទីណាមួយដែលយើងចង់បានយើងអាចផ្អាកឬក៏បន្តអូឌីយ៉ូហ្នឹងតាមចំណង់ចំណូលចិត្តរបស់យើងឬក៏អាចបន្ថែមឬក៏បន្ថយសំឡេងទៅតាមចំណង់ចំណូលចិត្តមួយទៀតយើងក៏អាចមើលមេតិកាតែយើងចង់ទៅទំព័រមួយណាយើងអាចចុចបន្ទាប់មកយើងក៏អាចបដូរផ្ទៃខាងក្រោយនៃសៀវភៅរបស់យើងនេះតាមចំណង់ចំណូលចិត្តរបស់យើងពណ៌ទឹកក្រូចឬពណ៌ខ្មៅដល់ពេលយប់កុំឲ្យយើងទៅជើងភ្នែកមួយទៀតយើងអាចកំណត់ទំហំអក្សររបស់យើងទៅតាមចំណង់ចំណូលចិត្តរបស់យើងចុចកាត់ធំឬកាត់តូចយើងអាចសេរីទៅតាមហ្នឹងអញ្ចឹងមកយើងចង់អានបន្តទៀតយើងគ្រាន់តែចុចលើប៊ូតុងបន្ទាប់យើងអាចទៅ page បន្តទៅមុខទៀតចំណែកឯអក្សរនៅខាងក្រោមនេះគឺរត់តាមសំឡេងគាត់និយាយដល់ណាគឺអក្សរហ្នឹងគឺដល់ highlight ដល់កន្លែងហ្នឹងដែរដូចជា karaoke ដែលយើងច្រៀងអញ្ចឹងនៅពេលដែលយើងចុចលើប៊ូតុងអានឬក៏ប៊ូតុងសំឡេងហ្នឹងយើងអាចបិទបើកអានឬក៏ស្ដាប់សំឡេងតាមនឹងយើងចង់អានខ្លួនឯងយើងចុចបិទសំឡេងហ្នឹងទៅយើងចង់ស្ដាប់សំឡេងគេអានយើងបើកសំឡេងឲ្យគេអានឲ្យស្ដាប់ចឹងមក